វាងាយនឹងកើតឡើងបំផុតតាមរយៈការអូសចុះឡើងនៅលើប្រព័ន្ធបណ្ដាញសង្គមយើងឃើញពីភាពជោគជ័យនៃមិត្តរួមការងារសមិទ្ធផលមិត្តភ័ក្តិហើយភ្លាមនោះយើងនឹងមានអារម្មណ៍តូចចិត្តឬមានអារម្មណ៍ថាខ្លួនឯងមិនទាន់ល្អគ្រប់គ្រាន់ការប្រៀបធៀបតែងតែកើតមានជានិច្ចក្នុងជីវិតប្រចាំថ្ងៃរបស់យើងទោះជាយ៉ាងណាក៏ដោយការប្រៀបធៀបខ្លួនឯងជាមួយនឹងអ្នកដទៃកម្រនឹងឆ្លោះបញ្ចាំងពីការពិតណាស់វាធ្វើឲ្យយើងជាប់អន្ទាក់នៅក្នុងវដ្តដាក់នៃការសង្ស័យលើខ្លួនឯងការរំខាននិងការមិនពេញចិត្តដែលធ្វើឲ្យយើងងាយនឹងមើលរំលងពីអ្វីដែលយើងកំពុងមានការយល់ដឹងពីមូលហេតុដែលវាកើតឡើងនិងរបៀបរំដោះខ្លួនគឺជារឿងចាំបាច់បំផុតសម្រាប់ការទទួលបានទំនុកចិត្តនិងភាពរីករាយឡើងវិញជំហានដំបូងក្នុងការបញ្ឈប់ទម្លាប់នៃការប្រៀបធៀបគឺការទទួលស្គាល់វាងាយបំផុតក្នុងការធ្លាក់ចូលទៅក្នុងអន្ទាក់ដោយមិនដឹងខ្លួនប៉ុន្តែការកំណត់ដឹងគឺជាការផ្អាកមួយដ៏សំខាន់ការកំណត់ដឹងអនុញ្ញាតឲ្យយើងដាក់ស្លាកការគិតនោះមិនមែនជាការពិតនោះទេអ្វីដែលយើងឃើញជាពិសេសនៅលើប្រព័ន្ធអ៊ីនធឺណិតគ្រាន់តែជាផ្នែកមួយនៃជីវិតរបស់អ្នកណាម្នាក់ដែលគេចង់បង្ហាញប៉ុណ្ណោះហើយវាជាផ្នែកដែលធ្វើឲ្យយើងវាស់វែងពីស្តង់ដារមិនពិតប្រាកដបណ្ដាញសង្គមគឺជាកន្លែងដែលមនុស្សតែងបង្ហាញពីភាពជោគជ័យប៉ុន្តែរាល់បញ្ហាការបរាជ័យនិងជីវិតដែលមិនឥតខ្ចោះមិនមានអ្នកណាម្នាក់ផុសនោះទេនៅពេលដែលយើងចាប់ផ្ដើមកំណត់ដឹងវានឹងធ្វើឲ្យយើងបង្វែរការផ្ដោតអារម្មណ៍របស់យើងមកខាងក្នុងវិញជំនួសឲ្យការវាស់ស្ទង់ខ្លួនឯងទៅនឹងអ្នកដទៃវាធ្វើឲ្យយើងកំណត់នៅស្តង់ដារជីវិតរបស់យើងជាមួយនឹងការរីកចម្រើនតខ្លួនរបស់យើងអ្វីដែលយើងគួរសួរខ្លួនឯងជាប្រចាំនោះគឺថាតើថ្ងៃនេះខ្ញុំប្រសើរជាងថ្ងៃម្សិលមិញដែរទេតើខ្ញុំកំពុងផ្ដោតលើគោលដៅរបស់ខ្ញុំដែរទេសំណួរសាមញ្ញទាំងនេះធ្វើឲ្យយើងផ្លាស់ប្ដូរពីការចង់បានការគាំទ្រពីខាងក្រៅទៅជាការបង្កើតទំនុកចិត្តនិងជំរុញពីខាងក្នុងមកវិញទន្ទឹមនឹងនេះការអនុវត្តចំពោះការដឹងគុណគឺជារឿងដែលមានឥទ្ធិពលបំផុតមួយដែរការទទួលដឹងពីសមិទ្ធផលប្រចាំថ្ងៃធនធានទំនាក់ទំនងនិងសូម្បីតែរឿងតូចៗក៏ជួយរំលឹកយើងពីគុណតម្លៃរបស់យើងនិងកាត់បន្ថយការប្រៀបធៀបផងដែរវាពិតជាសំខាន់ណាស់ក្នុងការគ្រប់គ្រងបរិស្ថានដែលធ្វើឲ្យយើងមានការប្រៀបធៀបការដាក់កម្រិតទៅលើកត្តាដែលប៉ះពាល់ផ្សេងៗដូចជាប្រព័ន្ធបណ្ដាញសង្គមការសន្ទនាដែលធ្វើឲ្យយើងមានការច្រណែនឬការប្រកួតប្រជែងធ្វើឲ្យយើងអាចកាត់បន្ថយការប្រៀបធៀបដោយស្វ័យប្រវត្តិចូលហ៊ុមព័ទ្ធខ្លួនឯងជាមួយនឹងមនុស្សនិងមាតិកាដែលជំរុញដល់យើងជាជាងការបំផិតបំភ័យដើម្បីពង្រឹងសុខភាពផ្លូវចិត្តរបស់យើងទន្ទឹមគ្នានេះដែរការរៀនអបអរចំពោះភាពជោគជ័យរបស់អ្នកដទៃបង្កើតនូវភាពចាស់ទុំខាងផ្លូវចិត្តការកោតសរសើរដោយគ្មានអារម្មណ៍ចំណែនសមិទ្ធផលរបស់មនុស្សដែលយើងកោតសរសើរនោះមិនកាត់បន្ថយសក្តានុពលរបស់យើងនោះទេលើពីនេះការអាណិតអាសូរចំពោះខ្លួនឯងក៏ជាមូលដ្ឋានគ្រឹះមួយផងដែរចូលប្រព្រឹត្តចំពោះខ្លួនឯងដោយក្តីមេត្តានិងការយល់ដឹងទទួលស្គាល់ការខិតខំប្រឹងប្រែងនិងសមិទ្ធផលរបស់ខ្លួនឯងនៅពេលដែលយើងពេញចិត្តចំពោះដំណើរការរបស់យើងទោះបីជាយឺតយ៉ាវឬមិនល្អឥតខ្ចោះយ៉ាងណាក៏ដោយក៏វាអាចកាត់បន្ថយការប្រៀបធៀបបានផងដែរលើសពីនេះការវឹកហាត់សតិក៏ជួយគាំទ្រដល់ដំណើរការនេះដែរវាជួយរក្សាចិត្តឲ្យស្ថិតក្នុងបច្ចុប្បន្ននិងអនុញ្ញាតឲ្យយើងបានកត់សម្គាល់នៅពេលដែលការប្រៀបធៀបកើតឡើងវាបង្វែរការយកចិត្តទុកដាក់របស់យើងមកខាងក្នុងវិញជាចុងក្រោយចូលកំណត់ឲ្យបានច្បាស់ពីគុណតម្លៃនិងគោលដៅផ្ទាល់ខ្លួនរបស់យើងនោះភាពជោគជ័យរបស់អ្នកដទៃនឹងលែងមកប៉ះពាល់អារម្មណ៍របស់យើងទៀតហើយសរុបមកវិញការប្រៀបធៀបគឺជាការរុញច្រានដោយធម្មជាតិដោយបង្វែរពីការមើលឃើញសក្តានុពលរបស់ខ្លួនឯងធ្វើយើងផ្ដោតលើអ្វីដែលយើងខ្វះខាតតាមរយៈការកំណត់ដឹងការផ្ដោតលើការរីកចម្រើនផ្ទាល់ខ្លួនអនុវត្តការដឹងគុណការអាណិតអាសូរចំពោះខ្លួនឯងនិងការកំណត់ពីគុណតម្លៃផ្ទាល់ខ្លួនធ្វើឲ្យយើងអាចគេចចេញពីវដ្តនៃការប្រៀបធៀបនេះបានដំណើរការនៃការបញ្ឈប់នៃការប្រៀបធៀបគឺជាការកំណត់នៅទស្សនៈឡើងវិញកោតសរសើរចំពោះការរីកចម្រើនផ្ទាល់ខ្លួននិងស្វែងរកទំនុកចិត្តពីជីវិតដែលយើងកំពុងមាននៅពេលដែលយើងវាស់តម្លៃរបស់យើងតាមរយៈស្តង់ដាររបស់យើងនោះសុភមង្គលលែងពឹងផ្អែកលើអ្នកដទៃទៀតហើយវាកើតចេញពីខាងក្នុង